បងប្អូនកូនចៅទាំងអស់គ្នាថ្ងៃនេះទៅធ្វើសង្ចាលពៅនេះមានពងមាន់5គ្រាប់ពងទា4គ្រាប់បងប្អូនចាំមើលតាមដានណាម៉ាក់ធ្វើចាំមើលម៉ាមីធ្វើគោះទៅគោះពងទាហើយគោះពងមាន់ហើយបំបែកវាទៅបំបែកហើយយើងដាក់អំបិលមួយទឹកដាក់អំបិលបន្តិចទៅដាក់ស្ករត្នោតដាក់ស្ករសក់ដាក់ស្ករអំពៅវាគ្នាវាយទៅនេះស្ករមានស្ករដាក់ស្ករត្នោតដាក់ស្ករអំពៅលាយគ្នាដាក់លាយគ្នាតែចាំមិនឆ្ងាញ់ហើយតាមដានបងប្អូនតាមដានទាំងអស់គ្នាចាំមើលចុងក្រោយល្អហ្មងហើយគោវាយដាក់ទីនឹងដាក់ទីដើមបងប្អូននេះទីដើមដាក់ទីចុងវារាវពេកហើយវាអត់មួយទេដាក់ព្រាវភ្លក់មើលគោហើយភ្លក់មើលហើយមើលតល្មមហើយខ្ញុំដាក់កត្រង់វាកុំឲ្យមានកតិចមានកទីហើយយករស់ក្នុងលពៅដាក់មកល្មមអត់មានសល់ទេសល់បន្តិចស្ដាយដាក់កូនចានបានចំហុយឆ្អិនយកមកពុះនិយាយពីឆ្ងាញ់មានជាតិហ្មងបងប្អូនទាំងអស់គ្នាចង់តាមដានម្ហូបម៉ាក់ជួយ follow ជួយ share ជួយ comment សួរក៏បានដែរឆ្ងល់កន្លែងហ្នឹងសួរកន្លែងហ្នឹងអស់ល្មមដើម្បីមានកម្លាំងចិត្តធ្វើឲ្យបងប្អូនមើលទៀតអស់ហើយដល់សល់បន្តិចហ្នឹងស្ដាយចាដាក់កូនចានចំហុយពេញមកល្មមហើយអាកូនចានហ្នឹងសល់បន្តិចម៉ាក់ញ៉ាំមុនគេម៉ាក់យើងដាក់ជាមួយទៅនេះបើឆ្ងាញ់បានចែកកូនចែកបងប្អូនអើយធ្វើហើយគ្មានតែញ៉ាំប្រហែលទេចែកធ្វើទៅចែកកូនចែកចៅញ៉ាំនេះបងអាពូខ្វាចាំមើលមកជុំក្លិបខ្វាសាច់ល្ពៅនិយាយពីលឿងឆ្ងាញ់